ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលការធ្វើ content ជីវិតប្រចាំថ្ងៃរបស់ខ្ញុំអំពីការរត់មាន់បែបស្រុកស្រែឥឡូវនេះដែរអ្នកម្ដាយរបស់ខ្ញុំគាត់បានដើរបេះបោយបន្លែគ្រឿងកៅនៅតាមក្រោយផ្ទះយកមកធ្វើហើយបជាអាម៉ត់នេះមិនមែនខ្ញុំអ្នកដតទេណាពុកម៉ែបងប្អូនខ្ញុំគាត់ណាសំដាយលេងឲ្យពុកម៉ែបងប្អូនមើលណាឥឡូវយើងចូលសាច់រឿងមកទៅយើងដាក់ដុតមកមើលទៅតំណងពុកម៉ែបងប្អូនមន់សែជាតិប្រយវាចិត្តខ្លោចឥឡូវដាក់ថែមកូកាថែមទៀតកុំឲ្យវាខ្លោចតន់ឥឡូវមន់តន់ចានេះពុកម៉ែបងប្អូនឥឡូវយើងនិយាយពេលធ្វើទឹកចំណុចចាស់មកទៅឥឡូវយើងបុកខ្ទឹមមួយម្ទេសណាខ្ញុំមិនអ្នកបុកទេណាឥឡូវយើងដាក់ស្ករមកមុំយើងចូលចិត្តពុកម៉ែបងប្អូនឥឡូវយើងដាក់ទឹកថៃថែមហើយយើងហាន់ក្រូចយើងចង់បានប៉ុណ្ណាហាន់ប៉ុណ្ណាពុកម៉ែបងប្អូននេះតាមចំណងចិត្តពុកម៉ែបងប្អូនហើយយើងដាក់ច្បាច់ក្រូចដាក់ទឹកច្រឡុចយើងណាគាត់ណាខ្ញុំនិយាយកលេទឹកមាត់ឯនេះឥឡូវបេះបន្លែគៀនផ្ទះដាំខ្លួនឯងពុកម៉ែបងប្អូនធ្វើម៉េចជីវិតបែបសុខសាន្តយើងមានបន្លែបកានៅគៀនផ្ទះណាយើងដាំខ្លួនឯងមានជាតិគីមីមានអីទេcònយើងដាក់អាចគោដាក់អីឥឡូវមន់ឆ្អិនហើយមើលតំណងបងប្អូនមន់តែជាតិមកឥឡូវខ្ញុំញ៉ាំហើយចាប់ផ្ដើមហើយកុំលេបទឹកមាត់ណា